បន្ទុកដ៏ធ្ងន់គឺជាចំណែកមួយនៃជីវិតនៅពេលដែលបានភ្លក់រសជាតិនៃជីវិតពិតក៏ត្រូវទទួលអំរែកដ៏ធ្ងន់ផងដែរព្រោះបន្ទុកនិងទំនួលខុសត្រូវក្នុងឆាកជីវិតនេះជារឿងដែលយើងមិនអាចគេចបានត្រូវប្រឈមមុខនឹងវាដើរទៅមុខទៀតទើបអាចបោះត្រាស្នាមជើងពិតប្រាកដបានមានប្តីប្រពន្ធមួយគូបាននាំគ្នាទៅមើលល្ខោនរឿងព្រះយេស៊ូវត្រង់ឈុតឆាកដែលត្រូវគេធ្វើទរណកម្មគ្រាន់តែល្ខោនលេងចប់ភ្លាមអ្នកទាំងពីរក៏ដើរទៅខាងក្រោយឆាកដើម្បីសួរសុខទុក្ខតួឯកដែលសម្ដែងជាព្រះយេស៊ូវគ្រីស្ទក្រោយពីបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយនឹងតួឯករួចហើយពួកគេសង្កេតឃើញឈើឆ្កាងទុកនៅម្ខាងគឺជាឈើឆ្កាងដែលតួឯកលីខណៈពេលដែលនៅលើឆាកល្ខោននោះឯងប្តីបានប្រាប់ប្រពន្ធថាអូនជួយថតរូបបងលីឈើឆ្កាងនេះបន្តិចគេក៏ដើរចូលទៅលីឈើឆ្កាងនោះដាក់ពីក្រោយខ្នងតែគេភ្ញាក់ផ្អើលជាខ្លាំងពេលដែលឈើឆ្កាងនោះវាធ្ងន់ជាងអ្វីដែលខ្លួនប៉ាន់ស្មានទុកទៅទៀតឈើឆ្កាងនោះធ្វើឡើងពីឈើខ្លឹមមានទម្ងន់ធ្ងន់ជាងប្រក្តីនៅពេលលីត្រូវបញ្ចេញកម្លាំងអស់ពីរាងកាយទើបអាចឈានជើងទៅមុនមួយជំហានលទ្ធផលគឺគេអស់កម្លាំងរលែងដង្ហក់រកខ្យល់សឹងតែមិនទាន់គេក៏បោះបង់ការព្យាយាមរបស់ខ្លួនវិញទៅគេបានបែរមុខមកនិយាយនឹងតួឯកនោះវិញថាខ្ញុំគិតថាវាជាឈើពុកប្រហោងក្នុងទម្ងន់ស្រាលចុះហេតុអ្វីបានជាអ្នកត្រូវមកប្រើឈើធ្ងន់ដល់ថ្នាក់នេះអញ្ចឹងតួឯកក៏តបវិញថាលបងបើខ្ញុំមិនប្រើឈើឆ្កាងឲ្យធ្ងន់ពិតប្រាកដទេធ្វើម្ដេចខ្ញុំអាចសម្ដែងឲ្យសមដូចមែនតើបានទៅបន្ទុកដ៏ធ្ងន់គឺជាចំណែកមួយនៃជីវិតនៅពេលដែលយើងបានភ្លក់រសជាតិនៃជីវិតហើយគឺមានន័យថាយើងក៏បានទទួលបន្ទុកដ៏ធ្ងន់ផងដែរពីព្រោះបន្ទុកនិងទំនួលខុសត្រូវក្នុងឆាកជីវិតគឺជារឿងដែលយើងមិនអាចគេចវេះបានយើងត្រូវទទួលបន្ទុកដ៏ធ្ងន់នោះហើយឈានជើងដើរទៅមុខទើបអាចបោះត្រាស្នាមដានជើងពិតប្រាកដបានអរគុណដែលបានតាមដានវីដេអូនេះជួបគ្នានៅវីដេអូក្រោយ